បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះមានលំហាត់ការដោះស្រាយសមីការ differential លំដាប់1ឥឡូវយើងមើលដំណោះស្រាយទាំងអស់គ្នាបាទឥឡូវយើងកន្លែងមើលសំណួរសកបាទសកនេះគឺដំបូងគឺយើងរុញម្ដុំនេះទៅអង្គទី2ចឹងវាស្មើរុញទៅសញ្ញាដករុញទៅនោះខាងនោះបូកបាទបន្ទាប់មកយើងរុញខ្វែងគ្នាមកយើងរុញ y មកខាងនេះហើយរុញ x ទៅខាងនោះបាទចឹងទៅពេលដែលយើងរុញទៅយើងបាន1នៅលើ y d y ហើយអង្គទី2ក៏ដូចគ្នាដែរពេលយើងរុញទៅវាបាន1នៅលើ x បូក1 dx បន្ទាប់មកយើងពាក់អង្គតេក្រាលអង្គទាំងសងខាងបាទបន្ទាប់ពីយើងពាក់អង្គតេក្រាលអង្គទាំងសងខាងហើយយើងធ្វើការអាំងមកអញ្ចឹងខាងនេះយើងអាំងទៅបានតម្លៃលេខខាត y ស្មើឲ្យអានេះអាំងទៅបានលិនតម្លៃលេខខាត x បូក1ហើយបូក c បន្តមកទៀតយើងឃើញថានៅអង្គទី1នេះគឺវាជាប់លិនអញ្ចឹងយើងត្រូវបាត់លិនហ្នឹងដើម្បីឲ្យអង្គទី1នៅសល់តែអក្សរ y តែម្នាក់ឯងអញ្ចឹងយើងពាក់យើងពាក់ទៅបានលិនបានលិនតម្លៃលេខខាត y ស្មើឲ្យសេគុណលិន x បូក1ហើយយើងផ្ដាច់ឲ្យទៅបានសេគុណ c បន្ទាប់ពីយើងពាក់លិនហើយយើងត្រូវចងចាំរូបមន្តមួយគឺរូបមន្តស្មើគុណលិនកាគឺស្មើការបាទអញ្ចឹងការយើងកន្លែងនេះគឺ y នេះហើយការយើងកន្លែងនេះគឺប៉ុណ្ណេះបាទអញ្ចឹងយើងបានតម្លៃលេខខាត y ស្មើឲ្យ x បូក1គុណឲ្យសេគុណ c បន្តមកទៀតយើងលុបតម្លៃលេខខាតចេញនៅសល់ y គឺស្មើនឹងបូកឬដក x បូក1គុណឲ្យសេគុណc បាទហើយ c ហ្នឹងគឺជាចំនួនថេរហ្នឹងបាទអញ្ចឹងយើងអាចឆ្លើយថាដូចនេះ y គឺស្មើប៉ុណ្ណឹងឥឡូវយើងកន្លែងមើលសំណួរសខអញ្ចឹងខហ្នឹងគឺដំបូងគឺយើងរុញ dx ទៅខាងនោះទៅនៅសល់ស្មើគុណ 3x គុណឲ្យ dy ស្មើនឹងដក dx បន្តមកទៀតចាំយើងរុញនេះរុញសេគុណ 3x ហ្នឹងទៅខាងនោះអញ្ចឹងបាន dy គឺស្មើនឹងអីគឺស្មើនឹងពេលយើងរុញទៅវាចែកយើងរុញស្វ័យគុណឡើងទៅលើទៅបានសេគុណដក 3x បន្ទាប់មកយើងពាក់អង្គតេក្រាអង្គទាំងសងខាងមកអញ្ចឹងយើងអង្គទី1នៅសល់ y ហើយអង្គទី2យើងដឹងហើយអង្គសេគុណ ax បញ្ចេញ1លើ a សេគុណ ax តែបញ្ចេញញ៉ាដកបាត់ដកទៅជាបូកបាន1លើ3សេគុណ 3x បូក c ជាចំនួនថេរបាទឥឡូវយើងកន្លែងមើលសំណួរសកលនេះយើងចាប់ផ្ដើមដោះស្រាយគឺយើងរុញម្ដុំនេះទៅអង្គទី2មកចឹងពេលរុញទៅដូរសញ្ញាទាំងអស់នៅសល់ x បូក6បន្ទាប់មកយើងបំលែងម្ដុំនេះបំលែងy' ហ្នឹងទៅជា dy នៅលើ dx ស្មើនឹង x បូក6បន្ទាប់យើងរុញ dx ទៅខាងនោះទៅបន្ទាប់មកយើងរុញ x បូក1ទៅខាងនោះទៀតបន្ទាប់មកយើងពាក់អង្គតេក្រាលអង្គទាំងសងខាងតែយើងបំបែកនេះហើយទៅបាន x បូក1នៅលើ x បូក1ហើយ5នៅលើ x បូក1ទេdx
ឬក៏យើងអាចសរសេរស្មើថាអាំង1បូកឲ្យ5នៅលើ x បូក1 dx យើងអង្គទី1ពេលអាំងដល់សល់ y អង្គទី2យើងអាំង1ស្មើ x អាំង5នៅលើ x បូក1វាចូលរូបមន្តអាំង1លើ x បូក1វាចេញលិនហើយអញ្ចឹងវាចេញ5លិនដើម្បីខាត់ x បូក1ហើយបូក c ជាចំនួនថេរបាទដូចនេះ y គឺស្មើប៉ុណ្ណឹងបាទបន្ទាប់មកយើងដល់លំហាត់អក្សរខនេះយើងរុញ dx ទៅខាងនោះទៅបន្ទាប់មកយើងរុញសគុណ x មួយទៀតចឹងពេលរុញទៅចែកចឹងយើងរុញវាឡើងទៅលើហើយបានសគុណដក x 2x dx បន្ទាប់មកយើងពាក់អង្គតេក្រាលអង្គទាំងសងខាងមកចឹងយើងដឹងហើយនេះម្ដុំនេះវាមានអថេ x ផងហើយវាមានសគុណ x ផងចឹងមានន័យថាយើងត្រូវអាំងវាដោយផ្នែកចឹងដំបូងយើងតាំងបាទតាំងអុយគឺស្មើ 2x ចឹងនោះដែលរវេអង្គសងខាងទៅបានអុយដែលអុយស្មើ 2 dx ចឹងទៅហើយតាំងដែលវេគឺស្មើនឹងសគុណដក x ចឹងនោះយើងទាញវេមកយើងទាញវេមានន័យយើងពាក់អង្គតេក្រាអង្គសងខាងមកចេញដកសគុណដក x បាទចឹងគេបានបន្ទាប់ពីយើងតាំងរួចហើយអស់យើងប្រើរូបមន្តរបស់យើងគឺអង្គដោយផ្នែកគឺអុយវេដកអង្គតេក្រាវេដែលអុយចឹងយើងជំនួសចូលទៅបាទចឹងអុយយើងគឺនេះអុយយើងនេះបាទគឺស្មើ 2x បាទហើយវេគឺនេះមួយនេះអ្នកទាំងអស់គ្នានេះគឺដកសគុណដក x ដកបាទអង្គតេក្រាវេយើងក៏យើងជំនួសដឹងចូលដែរគឺដកសគុណដក x ហើយដេអុយយើងគឺស្មើប៉ុន្មានគឺស្មើនេះគឺស្មើ2 dx បាទបន្ទាប់មកយើងនេះនៅដែរទេនេះយើងអាចទាញ2ជាកតាយើងគុណសញ្ញាបញ្ចូលទៅនេះសញ្ញា2នេះចាំបាត់បូកវិញ2អង្គតេក្រាលសគុណដក x dx បន្តមកទៀតយើងធ្វើការអាំងមកបាន 2x អត់ប្រែប្រួលទេនៅដដែលទេនេះយើងអាំងទៅបានដកពីមុខវិញដក2សគុណដក x បូក c ឥឡូវយើងចាប់សគុណ x ជាកតាសគុណដក x ជាកតាចឹងមកដក 2x ហើយខាងនេះពេលយើងចាប់បានដក2បូក c ហើយ c ជាចំនួនថេរ